បាទជំរាបសួរថ្ងៃនេះខ្ញុំនឹងប្រាប់បងប្អូនអំពីរបៀបនៃការបង្កើតទម្រង់ដោយប្រើ AI Gemini បាទតោះឥឡូវយើងចាប់ផ្ដើមអញ្ចឹងខ្ញុំមានរូបភាពមួយមកពាក់ព័ន្ធទៅនឹងទម្រង់ដែលយើងចង់បានឧទាហរណ៍ខ្ញុំមានទម្រង់ខ្ញុំចង់បានទម្រង់មួយនេះដល់ខ្ញុំចង់បានទម្រង់ខ្លីមួយដល់ខ្ញុំចង់បានទម្រង់មួយនេះខ្ញុំចុចលើវាខ្ញុំចុច upload ហើយខ្ញុំចុចលើពាក្យ tool យកពាក្យ Canva ហើយយើងសើចថាបង្កើតទម្រង់មួយនេះជាភាសាខ្មែរបង្កើតទម្រង់នេះហើយយើងចុចបញ្ជូនយើងរងចាំវិធីទៅវានឹងធ្វើឲ្យយើងបាទឥឡូវនេះវាបង្កើតហើយជាយើងឃើញថាទម្រង់នេះយើងអាចបញ្ចូលទិន្នន័យបានមានការជ្រើសរើសភេទប្រុសស្រីថ្ងៃខែឆ្នាំកំណើតដូចចឹងមកណាគីឡូចឹងមកហើយនឹងជិះបង្ហាញលទ្ធផលខ្ញុំឃើញថាខ្ញុំអាចបង្កើតបានហើយដោយប្រើ AI Gemini បាទអរគុណ